មុនចូលទៅដល់សាច់រឿងរបស់យើងសូមជួយចុច Like and Subscribe ឲ្យជាម្នាក់មួយផងរៀងរាល់ព្រឹកព្រលឹមខ្ញុំតែងរត់រះក្រោកពីព្រលឹមដើម្បីលាងសម្អាតរថយន្តរបស់ចៅហ្វាយខ្ញុំការងារទាំងប៉ុន្មានត្រូវបែងចែករៀងខ្លួនចៅហ្វាយខ្ញុំជាសេដ្ឋីមិនខ្វះលុយចាយនោះទេអ្នកបម្រើឆ្វេងស្ដាំមានតួនាទីរៀងខ្លួនខ្ញុំវិញគឺកាន់តែឡានមួយមុខគត់ចៅហ្វាយត្រូវទៅណាមកណាពេលណាមិនថាគាត់ចៅហ្វាយស្រីនិងអ្នកនាងតូចគឺលើខ្ញុំទាំងអស់ខ្ញុំត្រូវគាត់យកមកចិញ្ចឹមតាំងពីខ្ញុំអាយុ10ឆ្នាំឪពុកម្ដាយខ្ញុំជាអ្នកក្រខ្សត់នៅស្រុកស្រែចម្ការហើយគាត់ក៏បានជួលឪពុកម្ដាយខ្ញុំឲ្យជួលមើលថែចម្ការរបស់គាត់នៅឯស្រុកឆ្នាំនេះខ្ញុំអាយុ25ឆ្នាំហើយពេញរូបពេញរាងសម្បុរហណ្ដែកបាយសាច់ដុំធំព្រោះហាត់រាល់ថ្ងៃការស្លៀកពាក់តានុយម្ដងអ្នកណាក៏មិនដែលថាខ្ញុំកញ្ចេះគេដែរហាហាឡើងឆ្វងតែម្ដងចៅហ្វាយខ្ញុំស្រឡាញ់ខ្ញុំណាស់ព្រោះខ្ញុំស្លូតបូតប្រកបប្រជានិងច្បាស់លាស់បើរឿងបើកឡានវិញកំភៃច្បាស់ចេះតែម្ដងព្រោះបទពិសោធន៍ចង់80ឆ្នាំហើយតាំងពីជាតិមុនឡការសិក្សាខ្ញុំក៏ល្អគួរសម្បានបញ្ចប់ថ្នាក់បរិញ្ញាបត្រដែរដោយឆ្លៀតរៀនថ្ងៃសៅរ៍និងថ្ងៃអាទិត្យចៅហ្វាយខ្ញុំជាអ្នកទំនុកបម្រុងទាំងអស់ឆ្នាំនេះចៅហ្វាយប្រុសខ្ញុំមិនសូវបាននៅក្នុងស្រុកនោះទេគាត់បានពង្រីកមុខរបររកស៊ីគាត់ដល់ក្រៅប្រទេសដូច្នេះគាត់នៅក្នុងស្រុកបានតិចណាស់ដូច្នេះការងារបើកឡានរបស់ខ្ញុំគឺជូនតែចៅហ្វាយស្រីនិងអ្នកនាងតូចមួយរយៈនេះចៅហ្វាយស្រីដូចជាប្លែកមិនសូវឲ្យខ្ញុំជូនទៅណាមកណាដូចមុនទេសុកចិត្តបើកឡានខ្លួនឯងសង្ស័យខ្លាចខ្ញុំដឹងរឿងអីហ្មងក៏ព្រោះតែយើងកូនចៅគេមិនហ៊ានហាមាត់សួរគាត់ទៅនិយាយដល់អ្នកនាងតូចវិញគាត់ទើបអាយុ20ឆ្នាំនេះឯងប៉ុន្តែបើរឿងសង្សារដូរដូចព្យុះក៏បែករឿងដល់ចៅហ្វាយប្រុសចៅហ្វាយស្រីក៏គាត់ខឹងដកឡានឲ្យខ្ញុំជូនទៅមករាល់ថ្ងៃវិញហេតុតែគេជាស្រីស្អាតហើយកូនអ្នកមានប្រុសណាក៏តាមស្រឡាញ់ដែរហើយចារឹកនាងនៅក្មេងទៀតចង់តែថាឲ្យម្ដងតែគេជាចៅហ្វាយយើងថាឲ្យគេមិនប៉ុន្តែនាងចូលចិត្តស្លៀកសិចស៊ីណាស់សំបីតែខ្ញុំចង់ព្រឺរមម្ដងដែរសាច់ស្ដូចបណ្ដូលចេករៀងឡើងស្រលូនចង្កេះអង្កងដៃជើងវែងគេអ្នកមានថែខ្លួនបានល្អណាស់តែខ្ញុំអាក្រក់ដូចក្របីហាថ្ងៃនេះដូចសັບមួយដងអ្នកនាងតូចហៅខ្ញុំឲ្យជូនទៅក្រៅដោយប្រាប់ចៅហ្វាយស្រីថាទៅធ្វើ assignment ចៅហ្វាយស្រីក៏ឲ្យខ្ញុំជូនអ្នកនាងតូចទៅហើយក៏ខ្សឹបប្រាប់ខ្ញុំថាមើលកូនយើងមែនតែនប្រយ័ត្នវាទៅជួបអាសង្សារវានឹងទៀតតាមវាគ្រប់ជំហានបើតែហ៊ានជួបមែនខលមកប្រាប់យើងភ្លាមលឺណាខ្ញុំឆ្លើយភ្លាមមកបាត់លោកស្រីខ្ញុំក៏បញ្ឆេះឡានចេញទៅនៅក្នុងឡានអ្នកតូចក៏ចាប់ផ្ដើមនិយាយមកខ្ញុំអ្នកនាងតូចចាក់តាមពិតខ្ញុំធុញពេកចង់ចេញមកក្រៅដើរលេងនឹងណាគ្មានធ្វើ assignment អីទេខ្ញុំមកហាហុកចឹងមិនមែនទៅប្រន់ដូចរាល់ដងទេអអ្នកនាងតូចចាក់ទៅហើយបងឯងអត់យល់មែនគ្រាន់តែជាលេសនឹងណាឥឡូវបងឯងទៅណាក៏បានដែរឲ្យខ្ញុំស្រឡះមុខស្រឡះមាត់តិចមើលមួយថ្ងៃនៅតែក្នុងផ្ទះអាសង្សារគំរូនោះចឹងទៀតគ្រាន់តែបែកការភ្លាមវីតញ៉ែស្រីផ្សេងភ្លាមក្តៅចិត្តណាស់អាមុកខ្ញុំមកជេរខ្ញុំមែនអ្នកនាងតូចចាក់អត់ទេខ្ញុំជេរអាមួយសង្សារខ្ញុំដែរនិយាយចឹងបងឯងមានស្គាល់កន្លែងណាសប្បាយទេខ្ញុំមកចាប់បាត់ហើយអ្នកនាងរាល់ថ្ងៃខ្ញុំនៅតែជាមួយចៅហ្វាយនឹងធ្វើមិនស្គាល់ទៅអ្នកនាងតូចចាក់អូខេចឹងទៅអន្តើខ្ញុំចង់ដើរលេងនៅនងខ្ញុំមកបាត់អ្នកនាងទៅដល់ភ្លាមនាងរត់លេងដូចកូនក្មេងម្ដងគៀកដៃខ្ញុំម្ដងដឹកដៃខ្ញុំរត់លេងពេញនឹងខ្ញុំដូចចង់ខ្មាស់គេតិចអីតិចហើយចេះតែថាដូចមិនសមទេដឹងអ្នកនាងខ្ញុំគៀកដៃចៅហ្វាយចឹងអ្នកនាងតូចចាក់គិតអីច្រើនម៉េះបងនៅជាមួយគ្រួសារខ្ញុំយូរហើយដូចជាគ្រួសារខ្ញុំទៅហើយខ្ញុំមកដូចមិនសមទេអ្នកនាងខ្លាចមានអ្នកស្គាល់ឃើញគេទៅប្រាប់លោកស្រីថាខ្ញុំលូកលាន់អ្នកនាងស្លាប់ខ្ញុំហើយអ្នកនាងតូចចាក់ធ្វើកំភៃមើលបើខ្ញុំមិនភ័យផងចាំខ្ញុំអ្នកដោះស្រាយបន្ទាប់ពីដើរលេងអស់ចិត្តមិនដឹងទៅណាទៀតអ្នកនាងតូចក៏នឹកឃើញចង់ចូលច្រៀងខារ៉ាអូខេនៅជិតរោងកុនខ្ញុំក៏ជូននាងទៅដល់ខ្ញុំក៏ប្រាប់នាងគឺអ្នកនាងចូលទៅចុះខ្ញុំនៅចាំខាងក្រៅអ្នកនាងតូចចាក់អត់ទេចូលទៅទាំងអស់គ្នាអ្នកណាច្រៀងម្នាក់ឯងមិនទេអត់សប្បាយទេកុំភ័យខ្ញុំមិនរំលោភបងទេអាយ៉ាដូចមិនស្រួលគេលោកមកមាត់ហើយតាខ្ញុំក៏ចូលទៅតាមនាងទៅដល់ក្នុងបន្ទប់តូចមួយមានទូរទស្សន៍ក្បាលមេក្រូសាឡុងអង្គុយប៉ុន្តែចង្អៀតណាស់ខ្ញុំមើលលើមើលក្រោមដូចអ្នកស្រែចូលក្រុងនាងក៏ច្រៀងអស់មួយសន្ទុះទំនងជាហត់ក៏ហុចក្បាលមេក្រូឲ្យខ្ញុំច្រៀងម្ដងខ្ញុំថាអត់ចេះច្រៀងទេអ្នកនាងក៏មើលមុខខ្ញុំសាច់បន្ទាប់មកនាងក៏ចាក់ស្ដាប់ម្ដងស្ដាប់បណ្ដានាងមើលមកខ្ញុំបណ្ដា
មើលគឺមើលយកតែមែនតែនតែម្ដងដល់ថ្នាក់ខ្ញុំមើលទៅនាងហើយសួរថាក៏ខ្ញុំកាត់អីមែនទេអ្នកនាងឆ្លើយថាមិនកាត់អីទេបងឯងស្អាតក៏ហើយសាច់ខ្ញុំនៅកំឡោះដែលរៀងអៀនដែរមិនដែលមានអ្នកណាសរសើរចំចឹងផងខ្ញុំក៏ធ្វើធម្មតាស្រាប់តែពេលនោះនាងចាប់ខ្ញុំបឺតមាត់តែម្ដងខ្ញុំភ្ញាក់ព្រឺតក៏រុញនាងចេញហើយសុំទោសអ្នកនាងកុំធ្វើចឹងអីខ្ញុំមិនថ្លើមធំចឹងទេលោកប្រុសដឹងគាត់សម្លាប់ខ្ញុំចោលមិនខានបន្ទាប់មកនាងថាចុះបើកូនលោកប្រុសមិនថាអីផងបងនៅខ្លាចទៀតអស់អូយអារម្មណ៍ដូចភ័យអព្រោះគេប្រុងធ្វើស៊ីហើយតានាងខ្ញុំក៏បណ្ដោយតាមនឹងទៅពេលនេះអារម្មណ៍ររៀលណាស់នាងពិតជាមានជំនាញមែនអណ្ដាតក្រឡាស់ពេញបូមាត់ខ្ញុំតែម្ដងបិទបណ្ដាលិតអណ្ដាតខ្ញុំបណ្ដាអូយស្រាវភ្លោកដៃខ្ញុំក៏មិនបង្អង់យូរលោកចូលអាវនាងភ្លុកច្របាច់អង្អែដើមទ្រូងនាងយ៉ាងពេញដៃនាងចាប់ផ្ដើមរមួលខ្លួនពុតពុនអែនអនបញ្ជាក់ថាចាប់ផ្ដើមមានអារម្មណ៍ពុះកញ្ជ្រោលព្រៀបដូចភ្លើងឆេះសន្ធោររាពេញប្រាណប៉ុន្តែចង្រៃដោយសារកន្លែងមិនសូវអំណោយផលយើងបានបបួលគ្នាបដូរកន្លែងយ៉ាងឆាប់រហ័សទាន់ហន់រកតែគិតលុយខារ៉ាអូខេគេមិនចង់ទាន់យើងក៏សម្រេចចិត្តចេញទៅខាងច្បារអំពើដោយនៅប៉ែកខាងនោះមានម៉ូទ័រច្រើនតាមពិតនាងជាអ្នកនាំផ្លូវទេនាងស្គាល់ច្រើនជាងខ្ញុំទៀតសុទ្ធតែកន្លែងមួយដុំគេពេលទៅដល់ភ្លាមមិនបង្អង់យូរខ្ញុំលើកនាងច្រកគៀវតាំងពីក្នុងឡានរហូតចូលដល់បន្ទប់មាត់នៅជាប់គ្នាបណ្ដាលដែមខាងត្រកកំពេះគូតនាងដែមខាងទៀតលោកចូលអាវនាងដដែលខ្ញុំក៏ចាប់ដោះអាវនឹងខោនាងក៏ជួយដោះអាវនឹងខោខ្ញុំដែរខ្ញុំមិនទាន់ដោះខោអាវនាងអស់ផងនាងដោះខោអាវខ្ញុំអស់មុនទៅហើយមិនទាន់បានត្រៀមខ្លួនផងនាងចាប់ដំបងសិលឹបខ្ញុំបៀមលិតយ៉ាវឆ្ងាញ់មាត់ទៅហើយខ្ញុំស្រីវចង់ផុតជើងទៅហើយនាងពិតជាពូកែម្យ៉ាងម្នាក់ពីម៉ាក់នាងអូហ៎ច្រឡំមាត់សេកខ្ញុំឡើងចង់ចេញទៅហើយក៏កែប្រែស្ថានភាពចាប់នាងកេងផ្ងាលិតអណ្ដូងរ៉ែមីសនាងវិញម្ដងនាងស្រែកធ្ងោចង់បែកបន្ទប់គឺស្រួលណាស់បងអើយក៏ខ្ញុំសុកអណ្ដាតចូលកាន់តែជ្រៅនាងហើបគូតចង់ផុតពីពុកចង់1ម៉ែត្រដៃខ្ញាំពុកផងបាច់សក់ខ្ញុំផងទះពុកផងអីផងធ្វើដូចពិបាកទ្រាំណាស់ចឹងតាមពិតស្រួលចង់ប៉ាកាច់ហើយនឹងលោបន្ទាប់ពីលិតអស់ចិត្តអស់ចង់ហើយខ្ញុំក៏ចាប់នាគ្រីរបស់ខ្ញុំរុញចូលលអាងដើម្បីប្រឡាញ់ទឹកអម្រឹតដែលរអិលអន្តាយដែលធ្វើឲ្យនាគ្រីខ្ញុំងាយស្រួលចេញចូលញាប់អស់ពីខ្ញុំនៅពីលើនាងបដូរក្បាច់នាងនៅពីលើម្ដងរែងចង្កេះចុះឡើងធ្វើឲ្យខ្ញុំហេលហាដូចកង្កែបត្រូវថ្ងៃអស់ពីរែងអុកម្ដងមួយភឹបនាគ្រីខ្ញុំចូលកប់តែម្ដងខ្ញុំឡើងស្បាតពោះបំពង់ក្លាំងលើក្នុងផុតពុកទៅហើយចឹងបានដូចពាក្យចាស់គាត់និយាយផ្ដាំថ្កូនចៅថាគ្មានអ្វីស្រួលគ្នាជាងគ្នាទេអូយស្រឹមអស់ពីអុកពីលើខ្ញុំចាប់នាងឲ្យលុតជង្គង់ទៅគូតមកខ្ញុំវិញម្ដងអាយ៉ាក្បាច់នេះហើយដែលខ្ញុំចូលចិត្តជាងគេរៀងរបស់មនុស្សស្រីទាំងប៉ុន្មានចេញមកអស់ហើយជាពិសេសចង្កេះរៀងរាវគូតធំស្អាតនឹងតែម្ដងមិនបង្អង់យូរខ្ញុំចាប់នាគ្រីខ្ញុំឲ្យរលចូលលអាងជ្រោះជ្រៅរបស់នាងដែលទឹកអម្រឹតវាទៅជាបែកពុះស្គុះជុំវិញមាត់លអាងនឹងតែម្ដងខ្ញុំសុកដាក់ចូលឡើងស្រាប់នាងធ្ងោលឺសូខ្ញុំចាប់ផ្ដើមបន្ថែមលបឿនភឹបឡើងថងដាក់បាល់2គ្រាប់បោកនឹងថ្ងាសរបស់នាងលឺសូផ្លាប់ស៊ីនឹងចង្វាក់លបឿនកាយវិការរបស់បងឆាតយ៉ាងល្អប្រពៃអស់រយៈពេល40នាទីកន្លងទៅវាដូចជាយូរគួរសម្ដែងខ្ញុំក៏សម្រេចចិត្តបន្ថែមលបឿនដើម្បីឲ្យដល់គោលដៅដើម្បីកុំឲ្យបាក់កម្លាំងពេកទុកតង់ទី2ទៀតខ្ញុំកាន់តែលឿននាងកាន់តែធ្ងោពេលចិត្តដល់ខ្ញុំក៏ដកនាគ្រីខ្ញុំភ្លាមក៏ឲ្យវាក្អែពីដាក់លើខ្នងនាងឡើងហៀស្រកដល់ពុកនាងក៏ងាកមកចាប់នាគ្រីខ្ញុំបៀមលិតឡើងស្អាតគ្មានឲ្យជូតក្រដាសទាន់ទេអើយពិតជាអស្ចារ្យណាស់អ្នកនាងតូចខ្ញុំរួចពួកយើងចូលមុជទឹកហើយមកគេងលើពុកយកកម្លាំងទុកតង់ទី2បន្តទៀតមុជទឹកហើយគេងអោបគ្នាឡើងស្អិតនាងក៏និយាយតាមពិតខ្ញុំគុំបងឯងយូរហើយតាំងពីឃើញបងឯងដោះអាវលៀងឡានពេលល្ងាចនោះអូនស្រឡាញ់រៀងរបស់បងឯងណាស់កុំភ័យអីអូនមិនប្រាប់ប៉ាម៉ាក់អូនទេប៉ុន្តែបងឯងតែអូនចង់ពេលណាគឺត្រូវបានពេលហ្នឹងតែធ្វើឲ្យអូនខឹងប្រយ័ត្នអូនប្រាប់ប៉ាថាបងចាប់រំលោភអូន bullshit មួយទៀតហើយយូរទៅឯងដូចទេស្កផ្លូវភេទហើយ